រៀបសួរសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកណែនាំ app ថ្មីមួយជា app រឿងនិទានជាភាសាខ្មែរហ្មងអត់មានចំណាយប្រាក់ទិញឬក៏អីទេគឺ app free ហ្មងអញ្ចឹងសម្រាប់ម៉ាក់ថ្មីថ្មោងសម្រាប់ម៉ាក់ដែលមានកូនទូចៗអីគួរតែ download app មួយនេះទុកឲ្យហើយទៅដូចខ្ញុំអញ្ចឹងខ្ញុំទម្ងន់ baby តាំងខ្ញុំដឹងមកខ្ញុំ download app ហ្នឹងព្រោះខ្ញុំអត់ទាន់ចង់ចំណាយលុយទិញសៀវភៅរឿងយកមកអានណាអញ្ចឹង app នេះវាជាលក្ខណៈរឿងនិទានក្មេងៗរឿងនិទានច្រើនប្រភេទខ្លាំងមែនតើអញ្ចឹងគឺ download យកមកអានឲ្យ baby នៅក្នុងពោះយើងស្ដាប់តាំងពីទម្ងន់ហើយម៉ាក់ដែលមានកូនទូចៗអីអត់ទាន់ដូចខ្វះខាតថវិកាអីចឹងអាច download app នេះឲ្យកូនអាចឲ្យពួកគាត់ហ្នឹងស្ដាប់បានអញ្ចឹងម៉ាក់គ្រាន់តែអានឲ្យគាត់ជាប្រចាំទៅវាបង្កើតទម្លាប់រាល់ថ្ងៃអញ្ចឹងណាហើយតែសម្រាប់ម៉ាក់ដែលមានថវិកាគួរតែទិញជាសភៅក៏ល្អដែរព្រោះជាសភៅពួកគាត់អាចបើកមើលខ្លួនឯងបានតែបើសិនជា app នេះពួកគាត់ត្រូវមើល iPad ឬក៏ទូរស័ព្ទដើម្បីបានអានបានអីនេះប៉ុន្តែបើសិនជាគាត់អត់ទាន់ចេះអានទេម៉ាក់អាចអានរឿងឲ្យគាត់ស្ដាប់បានអញ្ចឹងណាក៏ចំណេញបានច្រើនដែរព្រោះយើងអត់ចាំបាច់ទិញសភៅហើយនេះ app ហ្នឹងខ្ញុំនឹងណែនាំនេះ app ឈ្មោះថា Let Read អញ្ចឹងខ្ញុំនឹងដាក់ឲ្យរៀងធំជាងនឹងស្រួលមើលអញ្ចឹងហើយនឹងស្រួល download និយាយទៅអាច download បានគ្រប់ទូរស័ព្ទគ្រប់ Android ថា Android ឬក៏ iPhone ទេគឺ download បានគ្រប់ទាំងអស់ហ្មងហើយ free អត់មានគិតប្រាក់ឬគិតថវិកាទេហើយរឿងគេមានច្រើនប្រភេទណាដូចនេះចឹងម៉ាក់អាចចូលមើលបានហើយអូមកដល់ក្រោមមានរឿងនិទានច្រើនខ្លាំងមែនតើរឿងខ្លះយើងអាចនេះដូចរឿងនេះយើងចូលមួយចឹងចូលមកមានរូបភាពមានជាលក្ខណៈរូបភាពហើយនឹងសំណេរគេខាងក្រោមខ្លីៗទេគឺអត់វែងទេដូចជាសភៅរឿងយើងចឹងពួកគាត់បកប្រែជាភាសាខ្មែរចឹងហើយរឿងខ្លះទៀតគេមានជាសំឡេងយើងអាចចុចទៅស្ដាប់ការអាននេះបានតែរឿងខ្លះអត់មានទេគេមិនអាចមើលបានទៅតាមហ្នឹងហើយខ្ញុំចូលចិត្ត app នេះខ្លាំងមែនទែនព្រោះមានរឿងច្រើនអាប់ដេតមកតរហូតចឹងហើយនេះអូមកដល់ក្រោមនឹងឃើញជាប្រភេទសភៅទៀតប្រភេទសភៅហ្នឹងគឺមានច្រើនខ្លាំងមែនទែនមានជារឿងខ្លះផ្អែកនៅលើរឿងពិតអីចឹងមានរឿងនិទានរឿងវិទ្យាសាស្ត្ររឿងបែបជាសិល្បៈនិងតន្ត្រីរឿងតកតងពីសុខភាពរឿងបែបកំ pl ែងហើយមានជាដំណើរផ្សងព្រេងហើយរឿងដូចការដោះស្រាយបញ្ហាអីចឹងហើយមានជាអូមានច្រើនខ្លាំងមែនតើហ្មងចឹងបងអូនឬក៏ម៉ាក់ប៉ាប៉ាថ្មីថ្មោងអីមានកូនទូចឬក៏យើងឬក៏ខ្លួនឯងជាអ្នកចូលចិត្តអានសភៅតុក្កតាទូចអីអាច download app នេះបានមានច្រើនខ្លាំងមែនតើហើយខ្ញុំចូលចិត្តរឿងទាំងអស់ហ្នឹងហើយខ្ញុំបានមើលហើយខ្ញុំអានរាល់ថ្ងៃអានឲ្យ baby នៅក្នុងពោះខ្ញុំស្ដាប់ព្រោះចង់បង្កើតទម្លាប់ឲ្យពួកគាត់ហ្នឹងបានស្គាល់សលេងយើងផងហើយបានមានអីថ្មីដូចយើងបានអានយើងបានគិតកូនយើងក៏ទទួលបានអានអស់ហ្នឹងដែរហើយឯឡូនមួយគឺមានរូបភាពហើយមានជា color ឲ្យយើងហ្មងអញ្ចឹងគឺវាភ្ជួតខ្លាំងមែនតើខ្ញុំណែនាំម៉ាក់ខ្លាំងមែនតើសម្រាប់អ្នកជាពិសេសគឺម៉ាក់ដែលមានទម្ងន់ដែលទៅតែដឹងអញ្ចឹងគួរតែបង្កើនទម្លាប់ខ្លួនឯងអានរឿងនិទានអានរឿងអីក៏បានដែរឲ្យតែមានបង្កើតទម្លាប់ក្នុងការអានព្រោះពេលកូនយើងកើតមកយើងងាយស្រួលក្នុងការអានរឿងខ្លះឬក៏យើងនិយាយអីមួយគាត់ឲ្យបានច្រើនអញ្ចឹងខ្ញុំសប្បាយចិត្តដែលមាន app នេះជាភាសាខ្មែរព្រោះរាល់ដង app ភាគច្រើនមានតែជាភាសាអង់គ្លេសភាសាបរទេសអីផ្សេងទៀតអញ្ចឹងដូចខ្មែរយើងមានអានេះហើយអញ្ចឹងគួរតែមានម្នាក់មួយនៅក្នុងទូរស័ព្ទឬក្នុង iPad ទៅហើយវាចំណេញបានច្រើនដែរហើយខ្ញុំនៅតែនិយាយដដែលអញ្ចឹងម៉ាក់ដែលមានថវិកាច្រើនឬក៏មានថវិកាគ្រប់គ្រាន់អីអាចទិញសៀវភៅសម្រាប់ឲ្យពួកគាត់អានខ្លួនឯងព្រោះយើងកុំសូវគាត់មើល iPad ឬទូរស័ព្ទច្រើនពេកគាត់អាសាអានខ្លួនឯងអីចឹងក៏ល្អដែរអញ្ចឹងយ៉ាកុំចោលសៀវភៅហើយគួរតែមាន app នេះម្នាក់មួយផងអូខេអញ្ចឹងខ្ញុំពិតជាអរគុណម៉ាក់អរគុណខ្លាំងមែនតើអ្នកទាំងអស់គ្នាដែលបានមើលវីដេអូហ្នឹងហើយបើសិនជាចង់ឲ្យខ្ញុំថតវីដេអូឬក៏មានអីចែកម្លែកថ្មីទៀតអាច comment នៅខាងក្រោមបានណាហើយកុំភ្លេច subscribe ម្នាក់មួយផងព្រោះបានជិត 1000 subscriber ហើយអូខេអញ្ចឹងពេលបាន 1000ខ្ញុំនឹងមានអី giveaway តិចតួចអរគុណបាយបាយ